ថ្ងៃទី1 The Cave Effect យុទ្ធសាស្ត្របាត់ខ្លួនដើម្បីជោគជ័យតើបងប្អូនដឹងទេថាការបាត់ខ្លួនមួយរយៈគឺជាយុទ្ធសាស្ត្រដ៏ខ្លាំងក្លាបំផុតដើម្បីត្រឡប់មកវិញដោយជោគជ័យថ្ងៃនេះខ្ញុំនឹងប្រាប់បងប្អូនពីអាថ៌កំបាំងមួយដែលមាននៅក្នុងគីតាបអល់កុរអានកាលពីជាង2ឬ3000ឆ្នាំមុនគឺរឿងរ៉ាវរបស់យុវជនមួយក្រុមក្នុងសូរ៉ាស់អាល់កាហ្វីមានយុវជនមួយក្រុមបានរត់គេចពីសង្គមដែលពោរពេញដោយភាពអយុត្តិធម៌ទៅកាន់រូនភ្នំមួយមនុស្សភាគច្រើនគិតថាពួកគេរត់គេចពីបញ្ហាប៉ុន្តែការពិតអល់ឡោះកំពុងផ្ដល់ឲ្យពួកគេនៅការសម្រាកមួយដ៏អស្ចារ្យដើម្បីការពារជំនឿនិងធម៌ពលរបស់ពួកគេពីការបំពុលនៃមជ្ឈដ្ឋានជំនវិញក្នុងសម័យ social media ដែលពោរពេញដោយការប្រៀបធៀបនិងភាពវឹកវរនេះយើងម្នាក់ត្រូវការរូនភ្នំផ្ទាល់ខ្លួនវាមិនមែនជាការរត់គេចពីការងារនោះទេប៉ុន្តែវាគឺជា social detox ដើម្បីស្វែងរកសន្តិភាពក្នុងចិត្តនិងការភ្ជាប់ទំនាក់ទំនងជាមួយអល់ឡោះឡើងវិញនៅពេលយើងស្ងប់ស្ងាត់ឬយើងនៅស្ងៀមស្ងាត់យើងនឹងឮសំឡេងនៃគោលដៅពិតរបស់យើងកាន់តែច្បាស់សាកល្បងបិទអ៊ីនធឺណិតរបស់យើង1ម៉ោងនៅយប់នេះហើយចំណាយពេលនិយាយជាមួយខ្លួនឯងនិងអល់ឡោះតើយើងត្រៀមខ្លួនសម្រាប់ការផ្លាស់ប្ដូរហើយឬនៅបើត្រៀមខ្លួនហើយសូមខមមិនពាក្យថាសន្តិភាពហើយចាំជួបគ្នានៅថ្ងៃស្អែកគឺថ្ងៃទី2អ៊ីនសាអល់ឡោះអស្សឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡោះ